យលុយតែ1000រៀលអាចបង្កើតមីក្រូសរីរាង្គរស្មីសំយោគបានរហូតដល់5លីត្រដើម្បីចិញ្ចឹមដីជំនួយឬដំណាំឲ្យដុះលូតលាស់ល្អរឹងមាំនិងផលិតផ្លែផ្កាបានច្រើននៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅដឹងអំពីរបៀបនៃការផលិតមីក្រូសរីរាង្គរស្មីសំយោគដោយខ្លួនឯងដោយចំណាយលុយតិចក្រូសរីរាង្គរស្មីសំយោគនេះគឺវាមានតួនាទីជួយចិញ្ចឹមដីបំពន់ឬដំណាំធ្វើឲ្យដំណាំអាចស្រូបយកសារជាតិចិញ្ចឹមបានយ៉ាងគ្រប់គ្រាន់លូតលាស់លឿននិងបង្កើនទិន្នផលជាទូទៅគឺគេប្រើមីក្រូសរីរាង្គនេះក្នុងការព្យាបាលដីបំពន់ឲ្យដំណាំរបស់គេនឹងគឺដុះលូតលាស់ល្អបើសិនបើបងប្អូនចង់ដឹងកាន់តែច្បាស់ថាតើមីក្រូសរីរាង្គរស្មីសំយោគនេះគឺជាអ្វីមូលហេតុអ្វីបានជាប្រជាកសិករខ្មែរយើងគួរតែចេះធ្វើដូចជាប្រើទឹកមីក្រូសរីរាង្គរស្មីសំយោគនេះបងប្អូនអាចមើលវីដេអូមុនរបស់ខ្ញុំបានគឺខ្ញុំបានរៀបរាប់លម្អិតអំពីអត្ថប្រយោជន៍ហើយក៏ដូចជាអ្វីដែលគេហៅថាមីក្រូសរីរាង្គរស្មីសំយោគហ្នឹងហើយនៅក្នុងវីដេអូនេះគឺខ្ញុំចង់តែផ្ដោតសំខាន់ទៅលើរបៀបនៃការផលិតទេការផលិតទឹកមីក្រូសរីរាង្គរស្មីសំយោគនេះបងប្អូនត្រូវដឹងអំពីវត្ថុធាតុដើមរបស់យើងជាមុនសិនដោយវត្ថុធាតុដើមនោះបងប្អូនចំណាយលុយប្រហែលតែ1000រៀលទេក្នុងនោះគឺបងប្អូនត្រូវមានទឹកចំនួន5លីត្រស៊ុតមាន់ក៏បានស៊ុតទាក៏បាន1គ្រាប់ហើយ1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាបាយរបស់ទាំងអស់ហ្នឹងគឺយើងអាចរកបាននៅក្នុងផ្ទះបាយឯងអញ្ចឹងចំណាយលុយតិចប៉ុន្តែបងប្អូនអាចផលិតបានមេជីរហូតដល់5លីត្រចូលដល់របៀបនៃការធ្វើទឹកដែលបងប្អូនប្រើបងប្អូនគួរតែប្រើទឹកស្រាទឹកបឹងទឹកអូឬក៏ទឹកលេនិយាយរួមទៅទឹកដែលមានស្លែបងប្អូនទឹកទាំងអស់ហ្នឹងគឺគេហៅថាទឹកដែលយើងរកបានតាមបែបធម្មជាតិហើយទឹកទាំងអស់ហ្នឹងក៏វាសម្បូរទៅដោយពួកអតិសកលមកប្រានស្រាប់ទៅហើយដែរបើសិនបើបងប្អូននៅឆ្ងាយបងប្អូនអាចប្រើប្រាស់ទឹកភ្លៀងក៏បានដែរប៉ុន្តែទឹកភ្លៀងគឺជាប្រភេទទឹកដែលយើងត្រងទុកនៅក្នុងពាងប្រហែលជាមួយអាទិត្យឡើងទៅបងប្អូនទើបយើងអាចយកមកប្រើបានតែបើករណីបងប្អូននៅទីក្រុងអត់មានបឹងអត់មានស្រះអត់មានទឹកភ្លៀងអីដើម្បីក្នុងការប្រើប្រាស់ទេបងប្អូនអាចប្រើប្រាស់ទឹកម៉ាស៊ីនប៉ុន្តែបងប្អូនត្រូវតែបូមទឹកហ្នឹងដាក់នៅក្នុងដបជាមុនសិនបងប្អូនបូមដាក់ដបហើយបងប្អូនទុកវា50ថ្ងៃចន្លោះពី2ទៅ5ថ្ងៃឲ្យវារៀងឡើងស្លែឬក៏ដូរពណ៌សិនចាំយើងយកមកប្រើបន្ទាប់ពីបងប្អូនបានត្រៀមទឹកចំនួន5លីត្រដែលយើងប្រកាសថាទឹកហ្នឹងគឺវាអស់ជាតិពុលឬក៏ទឹកដែលយើងរកបានពីធម្មជាតិហើយបងប្អូនយកពងមាន់1គ្រាប់លាយជាមួយប៊ីចេង1ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយកូរចូលគ្នាឲ្យសព្វករណីនេះបើសិនបើមានរូបមន្តខ្លះគឺគេប្រើប្រាស់កាពិទៀតតែបើសិនបងប្អូនអត់មានកាពិទេមិនដាក់ក៏បានដែរកូរពងមាន់ប៊ីចេងជាមួយនឹងទឹកត្រីទាំង3មុខហ្នឹងសបចូលគ្នាហើយបងប្អូនយកល្បាយហ្នឹងយកវាទៅចាក់ទៅក្នុងដបដែលយើងបានត្រៀមទុកហើយចាក់ហ្នឹងគឺបងប្អូនចាក់ម្ដង1ស្លាបព្រាការចាក់ម្ដង1ស្លាបព្រាហ្នឹងគឺទឹកដបទឹកដែលមានចំណុះ1លីត្រកន្លះបងប្អូនតែបើសិនបងប្អូនដាក់ក្នុងដបតូចជាងហ្នឹងបងប្អូនអាចបន្ថយវាទៅអាចថាពេលក្តៅអញ្ចឹងទៅបញ្ជាក់ប្រាប់បងប្អូនដែរចំពោះការដាក់ទឹកនៅក្នុងដបគឺបងប្អូនត្រូវដាក់ពេញទេបងប្អូនដាក់កុំឲ្យវាពេញពេកពីព្រោះការដាក់ពេញពេកវាអាចហៀឬក៏វាអាចផ្ទុះហើយមួយវិញទៀតការដាក់ពេញពេកក៏វាអាចធ្វើឲ្យយើងបរាជ័យនៅក្នុងការផលិតដែរបន្ទាប់ពីបងប្អូនដាក់ល្បាយចូលទៅក្នុងដបទឹកហើយបងប្អូនរួនឬក៏ក្លុកវាតិចតិចទៅដើម្បីឲ្យល្បាយហ្នឹងវាលាយចូលទៅក្នុងទឹកបន្ទាប់មកបងប្អូនត្រាំវាទុកចោលចន្លោះពី15ទៅ20ថ្ងៃដោយដាក់វានៅ50ថ្ងៃតែម្ដងយើងដាក់នៅក្នុងកន្លុកឯងបងប្អូនណាបន្ទាប់ពីយើងដាក់ល្បាយចូលក្នុងទឹកហើយយើងក្លុកវាហើយយើងទៅដាក់វា50ថ្ងៃចន្លោះពី15ទៅ20ថ្ងៃហើយក្នុងកន្លុកពេលដែលយើងត្រាំវាទុកហ្នឹងគឺបងប្អូនត្រូវរួនវាមួយថ្ងៃម្ដងបើសិនបើករណីបងប្អូនប្រើប្រាស់ប្រភពទឹកពីធម្មជាតិដូចជាទឹកអូបន្លាយស្រះឬក៏ទឹកស្រះដែលយើងចិញ្ចឹមត្រីទេសម្រាប់បងប្អូនដែលមានបំណងចង់បានគ្រឿងម៉ាស៊ីនកសិកម្មទំនើបមានដូចជាម៉ាស៊ីនសូនចំណីសត្វម៉ាស៊ីនកិនស្រូវម៉ាស៊ីនកិនស្មៅគ្រប់ប្រភេទដែលនាំចូលពីបណ្ដាប្រទេសជប៉ុនអ៊ីតាលីម៉ាឡេស៊ីនិងប្រទេសថៃសូមធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Mintic Power តាមរយៈ Facebook Page Mintic Power Tour ឬតាមរយៈលេខទូរស័ព្ទដែលមានលើអេក្រង់នេះដោយសារតែទឹកទាំងអស់ហ្នឹងវាមានមីក្រូសរីរាង្គរស្មីសំយោគស្រាប់ខ្លះហើយអញ្ចឹងនៅក្នុងល្បាយហ្នឹងគឺវាឆាប់ទទួលបានផលមានថាវាឆាប់ឡើងពណ៌ក្រហមដោយចំណាយពេលតាមមួយសប្តាហ៍អីទេខ្លះគឺអត់ដល់មួយសប្តាហ៍ទេក៏ប៉ុន្តែបើសិនបើបងប្អូនប្រើប្រាស់ទឹកម៉ាស៊ីនគឺវាត្រូវចំណាយពេលយូរជាងអាចចាប់ពី3សប្តាហ៍ឡើងទៅឬក៏វាអាចលឿនជាងនេះឬក៏យូរជាងនេះទៅតាមស្ថានភាពជាក់ស្ដែងឬក៏ប្រភេទទឹកដែលបងប្អូនប្រើអញ្ចឹងបើសិនបើករណីដែលបងប្អូនធ្វើឲ្យវាអត់ដូចអ្វីដែលខ្ញុំបានរៀបរាប់ទេគឺវាអាចមកពីប្រភពទឹកដែលបងប្អូនប្រើដែរបន្ទាប់ពីទទួលបានទឹកមីក្រូសរីរាង្គរស្មីសំយោគហើយឥឡូវយើងមកដឹងពីរបៀបនៃការប្រើប្រាស់ហើយការប្រើប្រាស់គឺចែកជា3ផ្នែកផ្សេងគ្នាផ្នែកទី1គឺបើសិនបើបងប្អូនប្រើប្រាស់ជាមួយនឹងដំណាំស្រូវបងប្អូនត្រូវប្រើមីក្រូសរីរាង្គរស្មីសំយោគនេះចំនួន30លីត្រនៅក្នុងផ្ទៃដី1ហិកតាតាមរយៈការបាញ់ឬក៏យើងបាចទៅលើដីបងប្អូនមុនបងប្អូនធ្វើការព្រុសឬក៏សាបស្រូវចំពោះការប្រើប្រាស់នៅក្នុងចម្ការដំណាំយកផ្លែបងប្អូនត្រូវប្រើមីក្រូសរីរាង្គរស្មីសំយោគនេះបរិមាណ50មីលីលីត្រលាយជាមួយនឹងទឹក20លីត្រហើយបងប្អូនអាចប្រើក្នុងកំឡុងពេលយើងរៀបចំដីដើម្បីធ្វើការដាំដុះក៏បានឬក៏បងប្អូនប្រើដើម្បីបាញ់ឬក៏ស្រោចទៅលើគល់ដំណាំក៏បានដែរហើយចំពោះការស្រោចឬក៏បាញ់ទៅលើដំណាំដែលបងប្អូន
ដាំហ្នឹងគឺបងប្អូនត្រូវប្រើវានៅក្នុងរយៈពេលចន្លោះពី7ទៅ10ថ្ងៃម្ដងនេះចំពោះការប្រើប្រាស់នៅក្នុងចំការឈើហូបផ្លែចំពោះការប្រើប្រាស់ជាមួយនឹងពពុះបន្លែឬផ្កាបងប្អូនត្រូវប្រើមីក្រូសរីរាង្គរស្មីសំយោគនេះបរិមាណ20មីលីលីត្រលាយជាមួយនឹងទឹក20លីត្របាញ់នៅលើស្លឹកឬឫសរបស់ដំណាំរយៈពេលចន្លោះពី5ថ្ងៃទៅ7ថ្ងៃម្ដងអញ្ចឹងសម្រាប់អត្ថប្រយោជន៍នៃមីក្រូសរីរាង្គរស្មីសំយោគនេះគឺវាជួយជួសជុលអាសូតនៅក្នុងដីធ្វើឲ្យដីមានជីវជាតិល្អអញ្ចឹងកាលណាដីមានជីវជាតិល្អប្រកបណាស់ដំណាំដែលបងប្អូនដាំទៅក៏វាលូតលាស់ល្អទៅតាមនឹងដែរមួយវិញទៀតវាក៏មានទូនាទីទៅបំបែកសារជាតិដែរនៅក្នុងដីឲ្យវាទៅជាទំហំតូចជាងមុនដែលធ្វើឲ្យរុក្ខជាតិហ្នឹងវាងាយស្រូបយកសារជាតិចិញ្ចឹមនៅពេលដែលបងប្អូនដាក់ជីឲ្យបន្ថែមទៅវាស្រូបសារជាតិចិញ្ចឹមបានគ្រប់គ្រាន់អញ្ចឹងវាដុះលូតលាស់លឿនទៅតាមនឹងដែរមួយវិញទៀតវាក៏មានទូនាទីទៅលើបំបត្តិអ៊ុស្មန်អ៊ីត្រូស៊ូហ្វីតដែលវាបំពុលទៅដល់ឫសនៃរុក្ខជាតិដែរបងប្អូនបានដឹងហើយកាលណាតែឫសរបស់ដំណាំមិនថាតែឈើហូបផ្លែបន្លែទេកាលណាតែវាមានបញ្ហាឫសហើយឬបើវាអត់រឹងមាំប្រកបណាស់វាអាចស្វែងរកអាហារឬក៏មានថាសារជាតិចិញ្ចឹមដែលវាត្រូវការហ្នឹងបានល្អទេអញ្ចឹងវាក៏អាចផលិតផ្លែផ្កាឲ្យយើងទៅតាមជាទីគាប់ចិត្តដែរហើយការដែលវាទៅលុបបំបាត់នេះវាជួយឲ្យឫសដំណាំហ្នឹងចាក់ចូលទៅក្នុងដីបានល្អហើយទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់មួយវិញទៀតគឺគេលើកទឹកចិត្តថាប្រសិនបើបងប្អូនប្រើប្រាស់នៅក្នុងការធ្វើស្រែយើងយកវាទៅបាចឬក៏យើងបាញ់ទៅលើដីមុនពេលដែលយើងព្រោះស្រូវវានឹងជួយពន្លឿនឲ្យស្រូវនោះដុះប្រឡូកបានលឿនផងដែរចំណុចពិសេសទី5គឺវាជួយការពាររុក្ខជាតិពីការបំផ្លាញដោយអតិសកម្មប្រាណមិនល្អបងប្អូនតែដឹងថានៅក្នុងដីគឺវាមានអតិសកម្មប្រាណល្អនិងអត់ល្អអញ្ចឹងនៅពេលដែលយើងប្រើមីក្រូសរីរាង្គរស្មីសំយោគនោះទៅវានឹងជួយបំផ្លាញពពួកអត់ល្អនោះធ្វើឲ្យដីរបស់យើងមានសភាពល្អមានជីវជាតិសមស្របទៅតាមតម្រូវការរបស់ដំណាំដែលយើងដាំអ្វីដែលកាន់តែពិសេសវានឹងមិនធ្វើឲ្យដំណាំរបស់យើងនឹងមានជំងឺផ្សេងៗវាជួយការពារហើយវាជួយបំពន់ទៀតអញ្ចឹងទាំងអស់នេះហើយគឺជាអត្ថប្រយោជន៍នៃមីក្រូសរីរាង្គរស្មីសំយោគ